ចំណុចសំខាន់មួយដែលយើងគួរធ្វើនឹងមិនអាចមើលរំលងបាននៅពេលយើងទិញទូរស័ព្ទ iPhone ថ្មីឬមួយទឹកនោះគឺយើងត្រូវឆែកមើលថ្ងៃខែឆ្នាំដែលទូរស័ព្ទ iPhone Activate ឬដំណើរការប្រើប្រាស់ដំបូងបំផុតបើទោះបីជាយើងទិញទូរស័ព្ទថ្មីក៏ដោយក៏យើងត្រូវតែឆែកឲ្យដឹងថាទូរស័ព្ទនោះactive ហើយឬមិនទាន់ active មិនទាន់ប្រើប្រាស់ណាបាទហើយបើសិនជាយើងទិញទូរស័ព្ទមួយទឹកក៏យើងត្រូវឆែកមើលឲ្យដឹងថាទូរស័ព្ទនោះ activate ឬក៏ដំណើរការប្រើប្រាស់ដំបូងបំផុតនៅថ្ងៃខែឆ្នាំណាដើម្បីឲ្យយើងដឹងថាទូរស័ព្ទនោះមានអាយុតិចឬច្រើនងាយស្រួលក្នុងការជ្រើសរើសទិញមកប្រើប្រាស់អញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញពីរបៀបឆែកមើលថ្ងៃខែឆ្នាំទូរស័ព្ទ iPhone Activate ឬក៏ដំណើរការប្រើប្រាស់ដំបូងបំផុតនៅពេលណាជំរាបសួរនិងសួស្តីបងប្អូនទាំងគ្នាស្វាគមន៍ជាថ្មីមកកាន់ Channel កណ្ដាល iOS តោះអញ្ចឹងកុំឲ្យវែងឆ្ងាយយើងទៅដឹងពីរបៀបឆែកមើលថ្ងៃខែឆ្នាំទូរស័ព្ទ iPhone Activate ជាមួយខ្ញុំទាំងអស់គ្នាតែម្ដងជំហានដំបូងបងប្អូនចូលក្នុង Safari ក៏បានឬក៏ browser ផ្សេងៗក៏បានដូចជា Chrome Firefox Opera អីជាដើមណាបាទខ្ញុំចុចចូល Safari តែម្ដងបន្តមកទៀតបងប្អូនចុចប្រអប់ search នៅខាងក្រោមនេះបាទយើងចុចកន្លែងហ្នឹងមកហើយយើងសរសេរពាក្យថា check បាទ check coverage បាទដក clear ក៏បានបាច់ដក clear ក៏បានដែរ coverage បាទ check coverage ហ្នឹងមកហើយយើងចុច go មកបាទបន្តមកទៀតបងប្អូននឹងឃើញwebsite Apple នៅខាងលើនេះហើយអញ្ចឹងយើងគ្រាន់តែចុចកន្លែងអក្សរពណ៌ខៀវនេះមកបាទចុចកន្លែងពាក្យថា check coverage បន្តមកទៀតបងប្អូនត្រូវដឹងថាទូរស័ព្ទដៃ iPhone របស់យើងកូដរបស់វាប្រទេសអីគេឧទាហរណ៍ LL/A អញ្ចឹងវារបស់អាមេរិកលេខកូដ TH របស់ចៅសៀម ZP ZP យ៉ាងច្រើនណាបាទបងប្អូនត្រូវដឹងថាវាលេខកូដអីគេតំណាងឲ្យប្រទេសអីគេអញ្ចឹងសម្រាប់ទូរស័ព្ទដៃរបស់ខ្ញុំនេះគឺលេខកូដ LLA របស់អាមេរិកបាទអញ្ចឹងខ្ញុំត្រូវអូសទៅខាងក្រោមរកមើលប្រទេស United States បាទអូខេអូសមកក្រោមបំផុតណាអាមេរិកណាអូខេនេះ United States បាទអញ្ចឹងខ្ញុំចុចទៅលើ United States នេះតែម្ដងអូខេបន្តមកទៀតកន្លែងនេះខ្ញុំអត់ទាន់បាន copy serial number នៅឡើយទេអញ្ចឹងខ្ញុំចេញពីកម្មវិធី Safari សិនបាទហើយខ្ញុំចូល setting ចូលយក general យក about ហើយយើងសកត់ទៅលើ serial number នេះបាទចុចទៅលើ serial number ឲ្យជាប់បន្ទាប់មកចុច copy ហើយយើងចូលទៅក្នុងកម្មវិធី Safari វិញមកបន្ទាប់មកទៀតយើងចុចទៅនេះមកប៉ក់មកកន្លែង enter serial number ចុចមកប៉ក់មកហើយយើងចុចមកប៉ក់ទៀតដល់កន្លែងបកគោ Q load ហ្នឹងចុចមកប៉ក់ហើយយើងចុចពាក្យថា passអូខេអញ្ចឹងបន្ទាប់ពីយើងចុច pass ហើយយើងចុច submit នៅខាងក្រោមនេះអូខេមកដល់កន្លែងនេះវានឹងបង្ហាញការបរិច្ឆេទនៃការ activate ឬក៏ដំណើរការប្រើប្រាស់ដំបូងនៃទូរស័ព្ទរបស់យើងហើយបាទបើសិនជាយើងទិញទូរស័ព្ទមួយទឹកយើងនឹងដឹងថាម្ចាស់ដែលបើកប្រើទូរស័ព្ទនឹងដំបូងគេហ្នឹងនៅថ្ងៃណាខែណាឆ្នាំណាបាទនេះទូរស័ព្ទខ្ញុំមួយនេះគឺវាប្រើតាំងពីថ្ងៃទី18ខែ4ណាឆ្នាំ2019អញ្ចឹងបើសិនជាយើងចង់ទិញទូរស័ព្ទមួយទឹកមកប្រើយើងគួរមើលពិនិត្យមើលកន្លែងហ្នឹងដែរបាទមើលអាយុរបស់វាឧទាហរណ៍ថាទូរស័ព្ទនេះខ្ញុំឆែកទៅវាគេបើកប្រើឆ្នាំ2019អញ្ចឹងយើងឆែកមើលទូរស័ព្ទផ្សេងទៀតទៅយើងសុំអ្នកលក់ឆែកមើលទូរស័ព្ទផ្សេងទៀតតើ
វាអាចនឹងមានប្រើទៅតែប្រើឆ្នាំ2020ឬក៏2021អត់បាទបើសិនជាឆ្នាំកាន់តែខ្ពស់កាន់តែល្អបានន័យថាគេទៅតែប្រើអញ្ចឹងណាបាទហើយសម្រាប់អ្នកដែលទិញទូរស័ព្ទដៃ iPhone ថ្មី copy serial number pass នៅកន្លែងហ្នឹងហើយបើសិនជាខុសថ្ងៃដែលយើងឆែកនៅមួយថ្ងៃអាហ្នឹងវាមិនអីទេបាទដោយសារតែ server ឬក៏ម៉ោងនៅក្នុងអាមេរិកប្រទេសអាមេរិកវាខុសយើងមួយថ្ងៃណាបាទវាដើរយឺតជាងយើងមួយថ្ងៃអញ្ចឹងបើសិនជាខុសថ្ងៃដែលយើងឆែកនៅមួយថ្ងៃឧទាហរណ៍ថាយើងឆែកថ្ងៃ20អញ្ចឹងស្រាប់តែ load active នៅថ្ងៃទី14អញ្ចឹងអាហ្នឹងអត់អីទេតែបើសិនជា load ក្រោមនឹងទៀតអាហ្នឹងអាចថាទូរស័ព្ទនេះគេបាន activate រួចហើយបាទមិនមែនជាទូរស័ព្ទថ្មីដែលយើងបើក activate ដំបូងគេទេអាហ្នឹងខ្ញុំសូមបញ្ជាក់ខ្លាំងហ្នឹងបាទអូខេអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំថ្ងៃនេះគឺមានប៉ុណ្ណឹងទេបាទអរគុណច្រើនសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់ហើយបើសិនជាបងប្អូនគិតថាវីដេអូរបស់ខ្ញុំមានប្រយោជន៍សូមកុំភ្លេចជួយចុចពាក្យជាវឬក៏ Subscribe Channel របស់ខ្ញុំម្នាក់មួយផងបងប្អូនយល់យ៉ាងណាដែរចំពោះវីដេអូមួយនេះអាចសរសេរ comment នៅខាងក្រោមវីដេអូបានហើយបើសិនជាអាចសូមកុំភ្លេចជួយ share វីដេអូមួយនេះម្នាក់មួយផងដើម្បីបងប្អូនយើងដទៃទៀតគាត់បានឃើញអរគុណ